Chị vốn không giờ sự cố nhưng mà trong xử lý này nó nhưng một hai kỳ này cái thớm tại dân thử để mà tính mới về function thì tí về class hay object của bấy về asset modifier đại vốn nên về function function cứ chia là usable và opcode đại when perform a specific number hay via run là về là dây callเลยให้ทำไปcái function man យើងប្រើប្រាស់ derivative ដែលគេនឹងមកពីពាក្យ define ហើយចំពោះ function គឺមានពីរប្រភេទទី1វាមាន function ដូចជា print make sum min ឬក៏ថាជាដើមហើយចំពោះ user define function ហ្នឹងគឺជា function ដែលយើងប្រើតឧទាហរណ៍ពី function ដូចជា print ឥឡូវនឹងเป็นឈ្មោះនេះមានទៅលើអាហ្នឹងគឺជា user define function នេះគឺហើយចំពោះ type វិញเป็นមួយទៀត type អាហ្នឹងគឺជាបង្ហាញពីប្រភេទក៏ជាពី function ដែរ type function គឺមួយ type របស់មួយគឺជា int គឺជា number ដាក់ជាកន្លែងនេះជា print ហើយអានេះក៏ជា print ធម្មតាព្រោះយើងដាក់double quote ជុំវិញវាយើងដាក់ចេះហ្នឹងគឺប្រភេទរបស់វាគឺ integer ហើយចំពោះ user function user define function ហ្នឹងវាមានចែកជាពីរទៀតទីមួយreturn function ហើយនិង return ហើយក្នុងពីរហ្នឹងវាចែកជាពីរទៀតគឺមាន parameter អត់ parameter វាមានពីរប្រភេទទៀតគឺ return function ហើយមួយទៀតគឺ non return function អាហ្នឹងគឺreturn function ហើយនៅក្នុងមួយហ្នឹងគឺមានពីរប្រភេទទៀតទីមួយគឺមានខ្ញុំដាក់ខ្ញុំគឺមាន parameter ហើយទីនេះគឺ without parameter គឺមាន parameter ឥឡូវខ្ញុំសូមបង្ហាញពីនេះទៅបတ်នេះចាំយកចង់ទៅបង្ហាញពីfunction ពីរហ្នឹងគឺអាចជា non return មួយខាងមុនហើយចំពោះការបង្កើតវាយើងគ្រាន់តែប្រើ keyword this ហើយឈ្មោះរបស់ function ដាក់ឈ្មោះ this អូខេហើយ column មក internal យើងគ្រាន់តែ print ធម្មតាដូច print ឈ្មោះនេះទៅសិនទៅហើយដើម្បី call ហៅវាយើងគ្រាន់តែហៅទៅឈ្មោះ function ទៅអូខេនឹងយើងអាចធ្វើការ call វាបាននេះសិនទៅអានេះចំពោះ function ដែលវា no return ហើយ no parameter ឥឡូវខ្ញុំសូមកែដាក់ជា parameter វិញកាត់មកទៀត this return ហ្នឹងគេដាក់ parameter នេះគឺឈ្មោះ name column ហើយ internal print នេះ hello ឈ្មោះខ្ញុំហើយដើម្បី call ហៅ function យើងconcept ឈ្មោះហ្នឹង read ហើយយើងទៅដាក់ប្រាប់argument នៅវា argument នេះដាក់ឈ្មោះតានេះជំនួយហើយវាបោះឲ្យ parameter function ហើយអូខេហ្នឹងចំពោះ non return function ហើយចំពោះ return function ខ្ញុំសូមថាមួយចាស់សិនចំពោះ return function ហើយខ្ញុំសូម introduction function return function យើងសេដូចជំនាញបើប្រើ creative ហើយឈ្មោះ function ហ្នឹងហើយ return នេះout parameter មួយយើងខំរៀបប្រើពាក្យ return hello មកហើយដើម្បី call ថា function យើងហៅពីអញ្ចឹងដែរវាចេញអីទេដោយសារតែយើងបានបង្ហាញជាងវា return មកហើយចំពោះ hello ហ្នឹងហើយដើម្បីបង្ហាញវាយើងប្រើ print នេះមកយើងមកដល់នេះមកអូខេវាចេញមកនេះអាហ្នឹងចំពោះ return function ដែលអត់មាន parameter ឥឡូវយើងប្រើតែលើ parameter ទៅប្រើការ function parameter hello ហើយ
call hai function នេះវាដូចតែបើយើងបង្ហាញវាបានហាញវាចេញមកយើងប្រើ print តែ function hello ហើយយើងដាក់ប្រែវាទៅសំឡេងនេះ hello អូខេ enter ការរំវានេះវាបានមកហើយអានេះគឺជា function ហើយចំពោះទី2ដែលយើងនឹងបង្ហាញគឺ class គឺវា like an object constructor ឬក៏ blueprint សម្រាប់ object សម្រាប់បង្កើត object ហើយចំពោះ object គឺជា stand នៃ class មានន័យថាឥឡូវយើងឧទាហរណ៍ថាមនុស្សគឺជា object ហើយចំពោះមនុស្សគឺជា class sorry មនុស្សគឺជា class ហើយ object របស់មនុស្សគឺជាឈ្មោះអាយុកម្ពស់ភេទជាដើមហើយឥឡូវយើងសូមបង្ហាញពីការបង្កើត class ហើយកាត់ខ្លះយើងប្រើ keyword class ហើយឈ្មោះរបស់ class និង person ឬពីរ enter ហើយក្នុង class ដែលអ្វីដែលមានក្នុង class គឺ default constructor ដែលយើងប្រើ div នេះ enter នេះគឺជា default constructor របស់យើងហើយយើងសូមថែម parameter វាវិញage enter ហើយណា age ហើយដើម្បីយើងក៏ដាក់ parameter វា property នេះ name តែកន្លែងនេះវាដូចជា keyword របស់program ដទៃដូចជាC# ដែរអាហ្នឹងមានថាអាទីហ្នឹងវា belong ទៅ class វាជា property របស់ class name នេះគឺជាparameter យើងបោះចេញមកពីក្រៅ enter enter ហើយ save ឡើងសូមបង្កើត function មួយទៀត with client enter យើងprint hello ចាំមកអាហ្នឹងយើងមកកាន់ទៅកាត់បាន object មួយបាន class មួយ sorry ច្រឡំ object ហើយដើម្បីកាត់ object class វាស្រួលទេយើងគ្រាន់តែដាក់ឈ្មោះរបស់ object យើងទៅស្មើហើយ class យើងគឺ person ហើយយើងកុំភ្លេច boss edit value ផងគឺមានជាឈ្មោះសំឡេងភេទរបស់យើងគាត់ទៅ amount ហើយអាយុ22អូខេអាហ្នឹងយើងបានកាន់ class កាត់បាន object មួយជាង class យើងអាចយក object ហ្នឹងទៅ access បានដូចជា access ដូរទៅលើឈ្មោះឬក៏ gender ឬក៏ age បាទពីដើមឥឡូវយើងសូម access ទៅកាន់ឈ្មោះរបស់យើង print នេះហើយដើម្បី access វាបានយកប្រើ object ហើយ dot មកហើយឈ្មោះហ្នឹងអាហ្នឹងយើងអាចការ access ទៅកាន់ property របស់ class បានហើយចំពេលនេះសំឡេងហើយដើម្បី access ទៅកាន់ function វាដូចគ្នាដែរយើងគ្រាន់តែប្រើ object ហើយ dot មក function យើងធ្វើហ្នឹងអូខេប៉ុណ្ណឹងហើយការបង្ហាញពី class ហ្នឹងគឺមានតែប៉ុណ្ណឹងហើយចំពោះមួយទៀតគឺនិយាយពី access modifier ចំពោះ access modifier គឺជា function define scope នៃ variable ឬក៏ method ក្នុង class មានថាយើងអាចផ្ដល់សិទ្ធិឲ្យ object ហ្នឹងមានសិទ្ធិអាច access ទៅកាន់ property ឬក៏ method របស់ class យើងបានថាកម្រិតណាទៅណាទៅហើយចំពោះ access modifier គឺមាន3ប្រភេទទី1គឺ public នេះ public ទី2 protected ទី3 private ចំពោះ protected ដើម្បីប្រកាសវាយើងមិនបាច់អីទេតែប្រើ underscore ទេហើយមុខងារនេះគឺយើងអាច access ទាំងក្រៅ class ទាំងក្នុង class ចំពោះ protect ដើម្បីប្រកាសវាបានជា protect យើងប្រើ single underscore នៅពីមុខ variable ឬក៏ method អាហ្នឹងមានន័យថាយើងប្រកាសជា protected ហើយគោលបំណងវាគឺគេមិន access វានៅក្នុងយើងមិនអាច access វាក្រៅ class ទេតែអាច still access វាបានមុខងាររបស់វាបើក្នុង C++
វា protect នេះយើងប្រើការពេល inheritance ពីដើមហើយចំពោះ private យើងប្រកាសវាជាមួយនឹង double underscore នៅពី variable ដូចជា method ហើយវាអាច access ពី hacker class អ្វីដែលយើងប្រើវាគឺគេប្រកាសឲ្យយើងប្រើវាទៅខ្លះប៉ុន្តែបើយើងចង់ access វាពីខាងខ្លះបើយើងអាចដែរគឺថា Python គឺបាន apply ឈ្មោះថាmangling មួយហើយដើម្បី access វាដំបូងយើងប្រើ underscore ឈ្មោះរបស់ class យើងហើយ double underscore ហើយ attribute យើងទៅយើងអាចធ្វើការ access ទៅកាន់ class របស់យើងបានហើយ access ទៅក្នុង class របស់យើងបានហើយហើយខ្ញុំសូមបង្ហាញពីការប្រកាសវាហើយសូម copy នេះ class របស់យើងណាsometimes function with that age my age column យកទៅណាអូខេអានេះទាំងអស់នេះគឺវាគឺជា public អស់យើងអាចធ្វើការ access វាចេញពី class បានពី class បានហើយដើម្បីយើងធ្វើការassign នៅ assign access modifier វាឥឡូវខ្ញុំសូម assign ទៅលើ name យើងដាក់ជា public ទៅ gender អូខេយើងដាក់វាជា protected ក៏បាន age យើងដាក់សូមដាក់វាជា private យើងប្រើ underscore ពីនោះហើយ create នេះយើងប្រើវាថាជា public ហើយ age មក age នេះយើងប្រើវាជាprotected អូខេឥឡូវយើងធ្វើការ save វាសម្រាប់ object មួយណា small person assembly gender no ហើយ position ចំពោះ public វាស្រួលតែគេវាប៉ុន្តែพอ object ឲ្យដល់ទៅយើងអាចធ្វើការ access ទៅកាន់ public ហើយចំពោះ protected ចំពោះ protected ដើម្បី access វាបានយើងត្រូវការប្រើ underscore វាមួយណាឥឡូវយើងចាក់ access ទៅកាន់ public មួយ print p dot name ទៅព្រោះវាយើងថាវាជា public អូខេយើងអាច access ចូល public បានហើយគឺជា public ចឹងយើងអាច access បានតែក្រៅ class តែក្នុង class នេះលើហើយចំពោះprotected យើងអាច access វាតែ class ទេនេះយើងអត់គួរ access វាតែ class ទេប៉ុន្តែយើងនៅអាច access វាបានតែមិនធ្វើការ access ធម្មតាទេ protected យើងage យើងដាក់ my age ណាតែ my age sorry ហើយយើងអាច access វាបានមកពេលថាយើងអត់មានយើងអាចនេះ error នេះការ process នោះអត់មាន object has attribute my age it mean មានថាដើម្បី access វាបានយើងគ្រាន់តែប្រើសញ្ញា underscore ពីវាទៅយើងអាច access modifier ដែលជា protect បានហើយយើងអាចមកទៀតចាំមិនខ្លាចអូចាំតិចខ្ញុំមើលទៅ error ឡើងហ្នឹង It has not file ដូចជាអត់មានខាតទេអូនេះខាងនេះយើងបានដាក់ព្រោះវាជា private ហើយយើងដាក់ underscore ឲ្យទៅយើងអាច access បានអូខេនេះមក transfer this to នេះគឺយើងអាច access វាបានដោយយើងប្រើសញ្ញា underscore ពី function ហើយចំពោះ private យើងអាចធ្វើការ access វាចេញពីក្រៅ class ទេលើ p dot h គឺថានេះណាអូសម្បត្តិនេះយើងអាច access វាទេហើយដើម្បីយក access បានដំបូងយើងប្រើ underscore ឈ្មោះរបស់ class របស់យើងតមកទៀត double underscore
យើងអាចធ្វើការ access ចូលទៅកាន់ private ហើយអញ្ចឹងការបង្ហាញខ្ញុំមានតែប៉ុណ្្នឹងចុងក្រោយមានការខុសឆ្គងអីឬក៏មានដែលយើងខ្ញុំនិយាយខុសសូមអធិស្ឋានហើយពីក្រោយសូមអរគុណការទស្សនាហើយសូមជម្រាបលា